Bạn số đây là kêuថ្ងៃនេះខ្ញុំបាននឹងបង្ហាញអំពីរបៀបប្រើប្រាស់រូបមន្តមួយចំនួនដើម្បីលាក់នៅទិន្នន័យដែលយើងមិនចង់ឲ្យឃើញអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងយើងចូលទាំងអស់គ្នាទៅក្នុងកម្មវិធីគ្រប់គ្រងបន្ទុកសិស្សមួយដែលត្រូវបានខ្ញុំចងក្រងឡើងឥឡូវយើងចូលទាំងអស់គ្នាទីនេះយើងមិនបាច់ប៉ះពាល់អីទេយើងអាចបិទផ្ទាំងនេះក៏បានដែរបើអញ្ចឹងកុំឲ្យយូរឥឡូវយើងបិទសិននេះបិទផ្ទាំងនេះចុចអបមកបិទបាទអញ្ចឹងបិទផ្ទាំងនេះយើងឲ្យឃើញទេអញ្ចឹងយើងចូលvàoក្នុងទិន្នន័យដែលយើងចង់ប្រើប្រាស់មកឧទាហរណ៍ខ្ញុំចូលក្នុងបញ្ជីផ្សេងៗនេះមួយបាទនៅក្នុងបញ្ជីនេះយើងអាចចូលទៅក្នុងបញ្ជីបន្ទុកឥឡូវយើងចូលទៅឥឡូវជាឧទាហរណ៍ខ្ញុំចូលក្នុងបន្ទុកនេះបាទនៅក្នុងខែមករានេះចុះអញ្ចឹងយើងឃើញហើយតើតងនឹងទីនេះបាទអត់មានអីទេមែនទេមកឃើញទេបាទកាលណាវាអត់ប្រឡងគឺអត់លោតទិន្នន័យដែរឥឡូវឧទាហរណ៍តែបើសិននេះខ្ញុំដាក់បន្ទុកប្រឡងឲ្យមើលដល់នេះយើងប្រឡងបានបន្ទុក8 9ចុះបាទហ្នឹងគាត់ប្រឡងបាន2មុខហ្នឹងរឆានគាត់ប្រឡងបាន2មុខឥឡូវយើងមើលចាំមើលតើគាត់លោតអត់នេះឃើញលោតឲ្យគាត់ខ្សោយហ្នឹងឃើញអត់អញ្ចឹងលោតបន្តរហូតបាទឡើយយើងចូលទៅមើលក្នុងប្រតិបត្តិបន្ទុកទៀតណាប្រតិបត្តិបន្ទុកដូចគ្នាដែររៀបលាក់ទិន្នន័យហ្នឹងគឺខ្ញុំគឺលាក់ក្បួនតែមួយទេនៅក្នុងប្រតិបត្តិបន្ទុកក៏ដោយនៅក្នុងតារាងបន្ទុកមិញក៏ដោយបាទអញ្ចឹងឥឡូវយើងមើលមិញគេរ៉ាមានបន្ទុកខ្លះមានមុខវិជ្ជាខ្លះក៏អត់ប្រឡងកាលណាក៏អត់ប្រឡងគឺអត់លោតទិន្នន័យឲ្យចំណាត់ថ្នាក់ក៏អត់លោតឲ្យដែរឃើញទេនេះទេក៏អត់ដែរលទ្ធផលក៏អត់ដែរអញ្ចឹងឥឡូវយើងសាកមើលអ្នកផ្សេងទៀតបាទឥឡូវទៅហត់មើលចន្ទ kit បាទឥឡូវយើងមើល kit ពេលដែលយើងដាក់ឈ្មោះ kit ទិន្នន័យនេះគឺលោតអត្តលេខនេះគឺលោតដូរដែរណាបាទហើយដល់ឡៃយើងមើលនេះចំណាត់ថ្នាក់នីតិអីគឺវាលោតឲ្យទាំងអស់មូលហេតុអីហើយឡៃផ្សេងទៀតអត់មានឃើញទេដោយសារអីដោយសារលោតទាំងអវត្តមានលោតទាំងអីមានច្បាប់លោតឲ្យ direct តែម្ដងណាបាទហើយយើងចុចចូលមើលទៅយើងមើលបាទអត់មានឃើញអីទេបាទឥឡូវយើងមើលហេតុអីមិនគាត់លោតពេញអញ្ចឹងដោយសារអីដោយសារបន្ទុកគាត់ប្រឡងនេះគ្រប់មុខឃើញនេះខែគិតគាត់ប្រឡងបានច្រើនណាឃើញ10រហូតណាគាត់បានបន្ទុកប្រហែល110ហើយមានជំភាគប្រហែលគឺ10ពេញលេខ1ល្អណាស់ណាអញ្ចឹងលោតឲ្យអញ្ចឹងណាយើងទៅមើលក្នុងនោះវិញក៏លោតអញ្ចឹងដែរណាក្នុងនេះលោតល្អណាស់ដូចគ្នាដែរបាទលេខ1នេះមានជំភាគគាត់ឃើញនេះអញ្ចឹងទីនេះឥឡូវកុំឲ្យខាតពេលវេលាលោកគ្រូអ្នកគ្រូអញ្ចឹងយើងចូលទៅចងទាំងអស់គ្នាឥឡូវខ្ញុំនៅខែ1របៀបប្រើប្រាស់ហ្នឹងបាទអញ្ចឹងយើងចូលក្នុងខែសីហាចុះបាទដល់ខែសីហានេះយើងមើលឃើញខ្ញុំដាក់បន្ទុកឲ្យសម្រាប់តែ2នាក់ឯងគេរ៉ាយយើងទៅហើយនឹងចន្ទ kit បាទនេះឃើញអញ្ចឹងឥឡូវយើងចូលមើលក្នុងប្រតិបត្តិបន្ទុកគាត់តើឃើញគាត់ចឹងមែនអត់ឥឡូវយើងមើលតតងនឹងកន្លែងនេះអញ្ចឹងយើងមើលយើងប្រឡងបានតែ2មុខទេនៅក្នុងនេះយើងចន្ទ kit ក៏ប្រឡងបានតែ2មុខហើយប៉ុន្តែផ្សេងទៀតលោតចំណាត់ថ្នាក់ឲ្យដែរខ្សោយក៏លោតដែរគេលទ្ធផលក៏លោតឲ្យទាំងអស់ហើយដល់ពេលយើងព្រីនទៅអត់ល្អមើលទេអញ្ចឹងកាលណាទីនេះអត់មានបន្ទុកប្រឡងផងហើយកន្លែងនេះក៏ចេញទាំងអស់អញ្ចឹងការករណីបែបហ្នឹងគឺយើងត្រូវការប្រើរូបមន្តដើម្បីហាយវាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងយើងចូលទាំងអស់គ្នាអញ្ចឹងយើងដាក់លើកឡោនទី1មកនេះទៅលើ cell ទី1ដែលយើងដាក់នេះមកនេះបាទបន្តទៀតយើងចុចនៅក្នុងរបាយរូបមន្ត ប
này cho con ní máu cho hai dương ta dùng một mới cứ if ông cái chó tóm tiết những đã lẹ khăn vô cái này nè lẹ khăn này dương trong đã nắng ta chỉ nạp nãy dương đã lẹ khăn tam cái này nè mùi chẳng sầm đập nhóm chúng đã lẹ khăn sầm đập bản tụ tam bản tụ bờ sân chia nè pro sân mà bản tụ nè smartphone rư mũi còn miên sọ chẳng tình này nó cứ trong tao vì hài chẳng hai nó cứ dương đã nhà mình gần đó bật bạc màu chẳng cứ hai vậy tầm hỏi dương bia mùi tiết bao sân chia về miền chấm nạp nè kho bị sâu nữa ạ miền đây tha về lột chấm nạp nè oi thò mà đà đang trắng á lẹ khăn về cái này nè chẳng những bật máu hai inter nè bắt đầu cho hai inter mới lột oi chẳng lột oi hay phương mày tiết chứ cứ con là ô thò mà đà mà lực cru tròn từ mũi ô hơi mà chỉ mưa ảo xây tiết là hàng trăm nó lấy bấy cứ bật oi đó mình chấm nạp nè oi tại chấm nạp nè mà sống cứ bị bật oi khơi như này cái này trong đó thằng smartphone bài nó cứ việc bật ao chẳng chẳng miên là cái lấy na là dương bật lon này cái này dương miên bật túc tướp lột trong đó thằng ảo thấy nhé chẳng trong cái ta rồi món muối ní cứ lo mình tén sầm nạp được cru để cọtผมตอนบานดังแต่ตองแต่หนึ่งอะไรนั้นให้สำหรับครูมวยนู้นกอดบานดังชราให้แต่ตองหนึ่งรูปมวยนี้จังหลายๆหลายไซติดคือยังจองได้ขึ้นได้มานี่ลอbằng cua ấyเคยนี่เตนี่là tập phong nó trong đôi khi này nè nhưng còn là đạn nó đôi khi mó nhưng mưa này còn lỏng bằng tập pi một chứng tranh ao lột trong là thằng tập pi này thấy nhé này lấy như sao mưa đã kỳ ráo mà như đã kỳ ra tới còn lột cháo nào mà những này kỳ ra nhưng còn lỏng bằng chán một lấy những đồ mất này cho lại nắng đồ đã kỳ ra nó thấy này kỳ ra bằng lỏng ấy nó bờ long tràn này hàng lưới có ban bờ long này coi như này ở ban bờ long cho nó thằng này ở miền này coi như này đấy sao khả năng nhiều toàn ban tròn với mình này giống như là thằng này chinh ta cái lấy ná đá một vị trí ná đây dương ban bờ long thì coi như này mà giống dương cầm ao à nuôi tình lý dương tròn với trao thì mà tròn với thì nó cái lấy nít tì đôi khi pra rù một đôi khi tiếng slow đấy nhưng đã nơi lấy đam nữa nè đam rủ môn này lấy được ba từ bốn cái bỏ hiện đã if mó mà hay dân sẽ if bằng người chó và to một tên nhưng còn non lại khăn cho ta bản tụ tiệt cá na bảo sân chỉ bản tụ nữa này cho lưu bản tụ trong mó smile sound mà cái bì mối chương hai việc chẳng những ba bật mình gần đó là mò thôi nhé hai những cái bì một tiết nhưng một bật vùng cái chọn là càng cao cái bỏ này thấy nhé này mưa tam mau bỏ nhom giống procent ba nè chấm nạp thằng nạn đi smile sound miền đây thay dừng tới tại hai nị tên năng tiền hai bỏ sân chia chấm nạp thằng nạn đi kho vì xốn chẳng dừng chính tam lẹ khăn đại kỳ cũng nọt ao thầm đà đấy chẳng dừng inter tiện mò tổng thiết dừng chạy lừa năng hái dừng ô huya món cư mò đời ra vậy ô phần năng mó phần lề mai mới rồi chỉ cần sạch cho như khơi cái này nào ban và lọ cái này nào miền bật túc nịt tí nó còn lâu lại chẳng cứ nhưng cái tha này nó cứ lọ mình té rồi nào được cứu đại còn ở châu chật tại tàu từ nâng ca cho mà cầm thì cực một tụ sơn đi lấy dương mua tiết dừng cho chọc mà là mình cầm ao cà phê về lý cho và hai cho mà nó chẳng pra if tiền mà bao người chó cho lơ bẩn tú nhà smile đã lịch xốn biết nhà mình gần đó bật báo bị hái nhưng mà bật một cái chọ coi kỳ bằng o này bật một cái chọ nó hay inter có nữa hay ô tiết mà chẳng ọt vào ba thì được tông rùm một mình đi nhìn chơi từ trên này tới ok chẳng rồi đồ là hay nhìn trong đăng thắng chắc bà ọt rùm một nâng chẳng là kêu ai xa là bong thôi còn ai hay là lấy xa là bong đôi chmú sao này đôi chmú cho mới là miên một tụ ọt họ thà khiêng lì cà những đồ mố rụt thọt cái đồ ọt cả lê ngay khai cho nó còn nào đấy đồ oi ô tô mà tịch khơi như này mà
ហើយយើងអូមើលមានបន្ទុកអត់បន្ទុកកាលណាអត់បន្ទុកគឺអត់មានអីទាំងអស់នីតិក៏អត់ចេញអីក៏អត់ចេញដែរគាត់អត់ដែរឈប់ទៀតឃើញទេសូន្យទាំងអស់នេះហើយយើងចង់ដឹងថាជំងឺគាត់ឈប់អត់នៅពេលដែលយើងចូលទៅយើងចង់ដឹងថាជំងឺគាត់ឈប់ប៉ុន្មានដងជំងឺវាលោតអត់ឥឡូវយើងទៅដាក់គាត់ឈប់សាកមើលបាទដោយសារ slow ហើយចឹងយើងចូលទៅកន្លែងមួយទៀតសម្រាប់ខែសីហាចឹងយើងចូលទៅក្នុងតារាងគ្រប់គ្រងវត្តមានមកចូលក្នុងនេះមួយយើងចូលក្នុងខែសីហាយើងមើលមិញឈ្មោះអីគេមិញហ្នឹងខៀងលីកាណាខៀងលីកាយើងមើលក្នុងនេះគឺសូន្យតែម្ដងគឺក៏អត់មានអីទេឃើញនេះឥឡូវងាយស្រួលយើងដាក់ចេះមកដាក់អញ្ចឹងដើម្បីអីងាយស្រួលអូសហេបាទទៅលើបានឥឡូវយើងមើលខៀងលីកាគាត់យើងដាក់អវត្តមាននៃគាត់អវត្តមាននៃគេអវត្តមាននៃ0អញ្ចឹងយើងសេលេខ0មកសេលេខ0មក enter មក reload សញ្ញាខ្វាយឲ្យហ្នឹងណាបាទតិចទៀតឃើញទេណាឥឡូវយើងដាក់គាត់អវត្តមាន2ដងចុះអវត្តមានម្ដងទៀតចុះ3ដងមានច្បាប់ម្ដងចុះហើយកន្លែងណាដែលគាត់មកយើងដាក់លេខ2មកគេអត់រាប់ឲ្យទេណាដាក់លេខ2ហ្នឹងគឺមានន័យថាគាត់មកហើយបាទឥឡូវយើងមើលទីនេះយើងមើលអវត្តមានចំនួនប៉ុន្មានដង3ដងហើយឥតច្បាប់ចំនួន2ដងនេះសញ្ញាខ្វាយមានន័យឥតច្បាប់អញ្ចឹងយើងចូលទៅមើលក្នុងតារាងរបស់យើងមិញចាំមើលតើលោតឲ្យអត់អញ្ចឹងចូលក្នុងបន្ទុកមកទុកចាំខែតទៅទៀតចូលក្នុងខែសីហារំកិលទៅរកប្រតិបត្តិបន្ទុករបស់យើងមកនេះខៀងលីកាចាំមើលតើគាត់លោតឲ្យអត់អញ្ចឹងគ្រូអូសវាមកនេះឃើញទេនេះអវត្តមានចំនួន3ដងបាទមានច្បាប់តែម្ដងគត់បាទមានតែក្រៅពីហ្នឹងគឺអត់ច្បាប់អញ្ចឹងអវត្តមានចំនួន3ដងមានច្បាប់ម្ដងឃើញទេនេះបាទអញ្ចឹងគឺលោតឲ្យអូតូម៉ាទិកមែនតើហើយខ្ញុំគិតថាងាយស្រួលហើយការចងគឺយើងប្រើ VLOOKUP ដូចមិញដែរដូចវីដេអូមុនគឺខ្ញុំបានបង្ហាញរួចហើយទៅតងការចងការអីហ្នឹងហើយថ្ងៃនេះគឺយើងគ្រាន់តែចង់ស្គាល់អំពីការហាយទេបាទមួយទៀតចំណុចសំខាន់មួយទៀតដែរដែលលោកគ្រូអ្នកគ្រូគួរតែដឹងបាទគឺការដាក់នេះបាទការដាក់លក្ខខណ្ឌឲ្យអក្សរណាមួយវាលោតចេញពណ៌អីឬមួយក៏ចេញអីឬមួយក៏ចេញអីហ្នឹងគឺយើងប្រើប្រាស់នៅលក្ខខណ្ឌដើម្បីប្រើប្រាស់នៅលក្ខខណ្ឌនេះបានយើងឬមួយក៏លោកគ្រូចំណាយពេលឧទាហរណ៍គ្នាយើងតិចចឹង10 20នាក់លោកគ្រូអ្នកគ្រូចុចទៅដូរដាក់ពណ៌ក្រហមទៅក៏បានក៏ប៉ុន្តែការធ្វើបែបនេះគឺចំណាយពេលវេលាយូរណាស់អញ្ចឹងដើម្បីឲ្យកុំឲ្យចំណាយពេលវេលាយូរឥឡូវខ្ញុំចូលទៅមើលព្រឹត្តិបន្ទុកមានអីដែលត្រូវធ្វើឲ្យមើលអត់មានទេណាភាសាទីនេះគឺខ្ញុំអត់បានដាក់ភេទទាំងជួអញ្ចឹងผมឥឡូវឧទាហរណ៍ទីនេះចុះឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលក្នុងការដាក់លក្ខខណ្ឌអញ្ចឹងដើម្បីដាក់លក្ខខណ្ឌឲ្យវាលោតពណ៌បែបនេះបានលោកគ្រូអ្នកគ្រូត្រូវ select លើវាទាំងអស់តារាងយើងប្រហែល select ទាំងអស់មកដើម្បីថ្ងៃក្រោយយើងបញ្ចូលទៅវាលោតឲ្យបញ្ចូលមកលោតឲ្យអូតូម៉ាទិកអញ្ចឹង select លើតារាងទាំងអស់បែបហ្នឹងហើយបាទលោកគ្រូអ្នកគ្រូចូល home នេះមកនេះមើលតាមម៉ៅរបស់ខ្ញុំនេះ conditional formatting ចុចលើវាមកបន្តមកទៀតចុចទៅលើអាលើគេនេះឃើញអាលើគេនេះបាទគេថា hiding cell rule បាទចុចលើនឹងហើយយើងរំកិលម៉ៅយើងមករកពាក្យថា tick that content ចុចលើវាមកបន្តមកទៀតកឡោនទី1នេះយើងចង់ដាក់លក្ខខណ្ឌទៅលើណាគេបើយើងចង់ដាក់លក្ខខណ្ឌទៅលើប្រុសអញ្ចឹងយើងចុចទៅលើប្រុសមកបើយើងចង់ដាក់លក្ខខណ្ឌទៅលើស្រីយើងចុចទៅលើស្រីឃើញទេឬមួយក៏លោកគ្រូចង់ដាក់លក្ខខណ្ឌទៅលើបន្ទុកណាមួយឬមួយក៏លេខណាមួយឲ្យវាលោតអីគឺយើងចុចលើនឹងចុចហើយលោកគ្រូទីនេះយើងមកបដូរយើងចុចចូល custom format មកបាទ
ពេលនេះលោកគ្រូអាចបដូរ background វាពេលនេះ fill នេះយើងបដូរ background មានន័យយើងដាក់ cell វាថតដាក់ពណ៌គេថតថាប្រុសខ្ញុំឲ្យ load background វាខាងក្រោយហ្នឹង load ពណ៌លឿងនេះចុះបាទហើយខ្ញុំដាក់ឲ្យ font វា load ពណ៌អីគេឧទាហរណ៍ខ្ញុំដាក់ឲ្យ font វា load ពណ៌ឈាមជ្រូកបាទឈាមជ្រូកលោកមើលឃើញទេដឹងបាទអញ្ចឹង load ពណ៌ឈាមជ្រូកយើងដាក់អីគេទៀតអាចដាក់ឲ្យ load border ក៏បាន load អីក៏បានគឺស្រេចតែលើគ្រូតមកទៀតយើងចុច OK មកបាទ OK ហើយចុច OK មកទៀតបាទឥឡូវយើងមើលតើវា load តាមលក្ខខណ្ឌយើងអត់កន្លែងមកឃើញនេះឲ្យតែប្រុស load background ពណ៌លឿងទាំងអស់ណាបាទហើយអក្សរពណ៌ឈាមជ្រូកដែរតែចង់ស៊ីគ្នាជាមួយនឹងស្រីដែរអញ្ចឹងយើងអូសវិញមកបាទអូវិញចូលកន្លែងមិញមកនេះចូល conditional formatting ចូល high cell rule ចូល text date ហើយយើងដាក់លក្ខខណ្ឌវិញមកចុចលើប្រុសវិញមកដាក់លក្ខខណ្ឌវិញមកលក្ខខណ្ឌនេះគេមិញហ្នឹងឥឡូវតទៅនឹងខ្ញុំឲ្យពណ៌ខ្មៅវិញតទៅទៀត background នេះខ្ញុំឲ្យពណ៌ធម្មតាវិញបាទហើយយើងអាចដាក់អានេះក៏បានដែរនេះដាក់ mode ដាក់អីនេះបាទចុចនេះឃើញសញ្ញាចុចនេះឃើញទេចុច OK មកកន្លែងប្រុសគឺឃើញសញ្ញាពណ៌ពណ៌សមតែឃើញសញ្ញាចុចឃើញនេះឃើញអត់អញ្ចឹងគឺងាយស្រួលមែនតើខ្ញុំជឿថាកន្លែងនេះមួយជា technique ខ្លីសម្រាប់លោកគ្រូហើយមានភាពងាយស្រួលមែនតើអញ្ចឹងអរគុណច្រើនចំពោះការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត